វីដេអូនេះផងដែរនឹងខ្ញុំ review ពាក់ព័ន្ធទៅនឹងគ្រឿង accessory មានច្រើនប្រភេទខ្លាំងមែនតើដែលអ្នកដែលបានមើលវីដេអូនេះហើយអាចត្រូវមើលទិញបានដោយសារតែមានគ្រប់ម៉ាកគ្រប់ម៉ូដនិយាយរួមទៅគឺច្រើនប្រភេទតែម្ដងចាដែលហាងរបស់គាត់នោះមានឈ្មោះថា 50 Cent ដែលមានទីតាំងនៅផ្លូវកម្ពុជាក្រោមហ្នឹងទៅមុខកន្លែងហាងលក់អាហារមួយកន្លែងដែលមានឈ្មោះថាញ៉ាំឆ្ងាញ់អញ្ចឹងណាហើយហាងរបស់គាត់គឺជីកបើបងប្អូនជីកពីស្ពានអាកាស7មករាឬក៏ហៅថាពេលលោកសង្ឃហ្នឹងជីកមកផ្លូវត្រង់មកហួសស្តុបប្រហែលជាមួយឬក៏ពីរហ្នឹងគឺហាងរបស់គាត់គឺនៅខាងស្ដាំដៃតែម្ដងចាគឺមានលក់គ្រប់ប្រភេទ accessory ទាំងអស់មិនថា accessory របស់មនុស្សស្រីឬក៏របស់មនុស្សប្រុសហើយប៉ុន្តែភាគច្រើនគឺរបស់មនុស្សស្រីមានច្រើនតែម្ដងចាមានតាគៀបមានបូមានខ្សែដៃមានគ្រឿងអលង្ការរបស់មនុស្សស្រីកវលជាពិសេសគឺកវលតែម្ដងចាគឺមានគ្រប់ម៉ូដគ្រប់ម៉ាកហើយមានតាំងពីសិភៅនិយាយរួមទៅគឺច្រើនខ្លាំងដែលខ្ញុំអត់អាចរៀបរាប់អស់នេះពាក់ព័ន្ធទៅនឹងអានេះគឺមានរោមភ្នែកបិទមានអារម្មណ៍ភ្នែកឆក់គឺមានច្រើនខ្លាំងមែនតើបើនិយាយពីតម្លៃវិញណាគឺគាត់លក់ធូរថ្លៃទេបើសិនបើយើងទិញចាប់ពី10មុខទៅគឺអត់កំណត់ថាតើតែយើងទិញមុខនីមួយនឹងដូចគ្នាអត់ទេគឺយើងអាចទិញចម្រុះចូលគ្នាបានហើយយើងទិញ10មុខចឹងទៅគឺក្នុងមួយមុខហ្នឹងពេលខ្លះមួយក្នុងតម្លៃ2000អីទេហើយមានអីវ៉ាន់ខ្លះដោយសារតែវា grade A អីចឹងទៅវារៀងថ្លៃតិចចឹងណាចឹងទោះបីជាយើងទិញបានរហូតដល់10មុខក៏វាតម្លៃអាចនឹង14000ឬក៏13000អីចឹងណាទៅតាមគ្រឿង accessory ដែលវា grade វារៀងខ្ពស់ចឹងទៅដូចជាតាគៀបដូចជាសម្រាប់ចងសក់យើងទៅបោះកូនក្មេងបោះមនុស្សចាស់អីគឺនៅនឹងទាំងអស់នេះដូចជាខ្ញុំបានបង្ហាញចឹងតាគៀបហ្នឹងគឺស្អាតខ្លាំងមែនតែនហើយថ្លៃវាធូរទេតាមតែ2000ឬក៏3000អីទេបើសិនបើយើងទិញចាប់ពី10មុខប្រភេទផ្សេងគ្នាទៅមានន័យថាក្នុង10ហ្នឹងគឺយើងអាចទិញចម្រុះបាននេះដូចជាតុក្កតាដែលនឹងខ្ញុំបង្ហាញគឺខ្ជូតខ្លាំងមែនតើគួរឲ្យស្រឡាញ់ណាមានទាំងតុក្កតានឹងហើយក៏មានបូខ្ជូតអីស្អាតទៀតមានចិញ្ចៀននេះខ្ញុំតឹងឃើញនេះគឺប្រហែលជាគាត់តំណំចូលណែមកអញ្ចឹងគឺចិញ្ចៀនមាសបងប្អូនអញ្ចឹងឥឡូវមាសឡើងថ្លៃជាងទិញអានឹងពាក់កំណត់ដែរដូចជាកវលនេះអញ្ចឹងក៏ស្អាតដែរឃើញអត់វាមាន3គូ3ម៉ាក3ម៉ូតផ្សេងគ្នាអញ្ចឹងយើងអាចមើលជំរើសថាយើងចង់ទិញមួយណាអីចឹងណាមានជាកញ្ចប់អញ្ចឹងយើងអាចរើសមើលបានហើយនេះចិញ្ចៀនគូស្នេហ៍ណាគេមានគ្រូស្នេហ៍សង្សារអីអាចមកទិញបានហើយជារួមទៅគឺស្អាតខ្លាំងមែនតើបើចំណែកឡាននេះវិញគឺជាឡានមួយថ្ងៃអញ្ចឹងក៏លក់ក្នុងតម្លៃ10000ហើយហាងទី2របស់គាត់នោះគឺនៅខាងក្រៅសាលាសន្ធមុខនៅក្បែរក្លឹបវាយសីគឺនៅខាងឆ្វេងដៃហើយនៅទៅមុខហាងហ្នឹងគឺមានផ្លាកវិញដែលគេបើកវិញឈ្មោះថាលីណាហ្នឹងអញ្ចឹងយើងអាចរកមើលគ្រឿង accessory របស់គាត់បានកុំភ្លេចជួបគ្នានៅវីដេអូក្រោយនេះខ្ញុំនឹង unboxing event ដែលខ្ញុំបានទិញពីហាងរបស់គាត់សូមអរគុណច្រើន